Lươn lang Romando ពូធំខាងក្រោមគឺអានយ៉ងចម្រៅទឹកស្រាប់តែកានដល់23ម៉ែត្របើទៅមុខទៀតគឺទៅស្លាប់រឹងហើយមែនទេនៅសល់តែ2ម៉ាយសមុទ្របែរជាថាមិនទៅតែអញគិតថាតំបន់នេសាទរបស់អញជាផ្សារមែនឬកន្លែងចរចាតម្លៃបើកទូកទៅទីនោះឥឡូវនេះភ្លាមខ្ញុំជួយពូធំនេសាទអស់3ឆ្នាំចំណេញសរុប4លានយ៉នតែគាត់ឲ្យខ្ញុំត្រឹម 20,000 ប៉ុណ្ណោះចៅតាហ្វានិយាយយ៉ាងម៉េចបងវើទូកខ្ញុំបាននិយាយហើយឲ្យយើងបន្តទៅមុខតែតំបន់ទឹកនោះធ្វើឲ្យខ្ញុំមានអារម្មណ៍ភ័យចាប់បានផ្លូវហែករបស់ហ្វូងត្រីហើយអាខុនត្រៀមបោះសំណាញ់ត្រីធំកំពុងមកហើយផ្លុំស្នែងធ្វើតាមដែលលីវថៃជាងនិយាយឲ្យជាប់ប្រយ័ត្នកុំឲ្យរបួសដៃចុះហើយយើងជោគជ័យហើយលើកនេះត្រឡប់ទៅវិញខ្ញុំត្រូវតែយកប្រាក់ចំណេញរបស់ខ្ញុំមិនអាក្រក់ទេលោកចៅទំនិញលើកនេះល្អខ្លាំងទៀតតម្លៃដាច់1លានយ៉នអូលោកសិនពិតជាស្គាល់ទំនិញនៅក្នុងដៃខ្ញុំចៅតាហ្វាគុណភាពសុទ្ធតែលេខ1សូមអបអរសាទរពូធំរកបានលុយច្រើនទៀតហើយអូសៀវហើយលើកនេះអញលំបាកហើយពូធំរឿងចែកប្រាក់ចំណេញតើគួរតែកញ្ញាហើយឬនៅអូមើលការចងចាំខ្ញុំចុះអ្នកមានការងារច្រើនតែងភ្លេចឥឡូវខ្ញុំខ្លាចជាអ្នកមានហើយមែនហា1 2 3 4មកក្មួយប្រុស4000យកទៅដំបូងយើងមិនបាននិយាយថាចែកពាក់កណ្ដាលទេទំនិញ4លានលោកឲ្យខ្ញុំត្រឹម 4000 នេះហៅថាចែកពាក់កណ្ដាលសៀវហើយមិនទាន់ងឹតផងអញចាប់ដើមសុបិនហើយអញគ្រាន់តែចេញសមុទ្រនឹងលើកទំនិញប៉ុណ្ណោះរឿងចែកប្រាក់ចំណេញចាំនិយាយពេលក្រោយពូធំលោកនិយាយម្ដងទៀតមើលចុះហើយសម្ដីអញមានន័យម៉េចខ្ញុំប្រាប់ឯងបើមិនចង់ធ្វើក៏អាចរមៀលចេញឥឡូវបានបើមិនមែនកាលពី3ឆ្នាំមុនខ្ញុំឲ្យពុកកូនឯងមានបាយញ៉ាំពួកអញស្លាប់ដោយអត់ឃ្លានទៅហើយគិតមើលថ្លៃព្យាបាលម្ដាយអញទៅសៀវហើយនៅកំពង់ផែនេះមានតែអញប៉ុណ្ណោះដែលពូកែអញចេញបច្ចេកទេសខ្ញុំចេញទុកយើងចែកប្រាក់ពាក់កណ្ដាលពូនាំអញទៅរកស៊ីមានពូធំលោកនិយាយពិតមែនពិតជាពិតខ្ញុំជាពូបង្កើតរបស់ឯងឪពុកម្ដាយអញសុខភាពមិនល្អខ្ញុំមិនឲ្យអញខាតទេលោកបោកខ្ញុំអស់3ឆ្នាំខ្ញុំចាំទុកហើយចាំមើលទៅគ្មានខ្ញុំលោកមើលថាអាចចាប់បានត្រីមួយក្បាលទៀតឬអត់អូនេះមិនមែនចៅហើយទេបងសានទុកនៅក្នុងដៃលោកលក់ឲ្យខ្ញុំទេទិញទុកហាសៀវចៅឲ្យខ្ញុំមិនមែនថាអញទេនៅកំពង់ផែនេះអ្នកណាមិនដឹងថាអញជាមនុស្សរបស់ចៅតាហ្វាអ្នកណាហ៊ានលក់ឲ្យអញបើអញចាក់ចេញពីចៅតាហ្វាអញគិតថាអាចឈរជើងនៅទីនេះបានឬត្រឡប់ទៅវិញទៅកុំធ្វើឲ្យពួកយើងពិបាកបានល្អណាស់ខ្ញុំចាំទុកហើយខ្ញុំថាលោកចៅលោកកាន់តែចាស់កាន់តែអន់ហើយមែនសំបីត្រីក៏កាន់មិនជាប់ទេសាមរអិលពេកខ្ញុំមិនបានប្រយ័ត្នបើមិនមែនដោយសារហើយជីទេខ្ញុំនឹងទុកអាចាស់ដូចអញឲ្យស៊ីបាយឥតការនៅកំពង់ផែបងធំសុទ្ធតែខ្ញុំគ្មានប្រយោជន៍កុំខឹងអីកុំបញ្ចេញកំហឹងដាក់កូនមិនអីទេឪពុកចាស់ហើយគ្មានប្រយោជន៍សំបីត្រីមួយក្បាលក៏កាន់មិនជាប់កុំទៅមានរឿងជាមួយគាត់ពួកយើងមិនអាចទល់បានទេឪពុកចាស់ហើយគ្មានប្រយោជន៍សំបីត្រីមួយក្បាលក៏កាន់មិនជាប់ឪពុកលោកសម្រាប់ទៅខ្ញុំធ្វើវិញចុះហើយលើកនេះគុំសម្រាប់ថ្ងៃស្អែកខាងស្អែកមានកុំងធំថៅកែអូបញ្ជីទិញទំនិញធំតម្លៃ2លានយ៉នអញទៅរកការឲ្យគាត់អញឈប់ធ្វើហើយអីគេពុកយើងត្រឡប់ផ្ទះត្រីនៅមិនទាន់រើអស់ទេមិនរើទេទាំងអស់គ្នាមើលចុះចិញ្ចឹមយ៉ាងណាក៏មិនស្គាល់គុណអញចិញ្ចឹមឪពុកកូនពួកវា3ឆ្នាំថាចេញក៏ចេញតែម្ដងចុះហើយគ្មានអញឯងជាអ្វីទៅកូនឲ្យទុកទៅកូនឯងធ្វើអ្វីនឹងនិយាយមកកូនមានចរិតបែបនេះអ្នកក៏ដឹងហើយហេតុអ្វីអ្នកទៅតាំងជាមួយគាត់ពុកដឹងទេគាត់ឲ្យខ្ញុំប៉ុន្មានខ្ញុំរត់សមុទ្រឲ្យគាត់3ឆ្នាំគាត់ឲ្យខ្ញុំតែ4,000 យ៉នថ្លៃឆ្នាំម៉ែ1ខែ12,000 យ៉ន4,000 យ៉ននេះធ្វើអ្វីបានកូនឲ្យនេះជាលុយ80,000 យ៉នដែលពុកសន្សំបានប៉ុន្មានឆ្នាំនេះពុកគ្មានសមត្ថភាពរកលុយធំមិនបានសន្សំបានតែប៉ុណ្ណឹងកូនយកទៅលុយនេះខ្ញុំមិនអាចយកទេនេះជាលុយរបស់ពុកនិងម៉ែពុកឯងមួយជីវិតរស់ដោយមើលមុខគេតែកូនមិនដូចពុកទេ
កូនកុំបារម្ភ Boostrong ឆ្ងាញ់រសជាតិដិតជ្រៅខ្ញុំនឹងត្រូវជោគជ័យឲ្យបានហើយលោកចៅហើយម្ដាយរបស់អ្នកជំងឺធ្ងន់ភ្លាមត្រូវវះកាត់ជាបន្ទាន់ចំណាយ200,000 យួនខ្ញុំណែនាំឲ្យអ្នករកវិធីឲ្យបានឆាប់ស្ថានភាពម្ដាយអ្នកមិនអាចរងចាំបានទេ200,000 យួនលោកគ្រូសៀវហៃល្បិចរបស់ចៅតាហ៊ូខ្ញុំដឹងច្បាស់ណាស់3 ឆ្នាំមុនគាត់ដេញក្រុមទូកខ្ញុំចេញថ្ងៃនេះក៏មកបបអញទៀតកាលនោះគាត់ធ្វើបាបខ្ញុំរហូតខ្ញុំបាត់បង់អ្វីទាំងអស់ថ្ងៃនេះខ្ញុំសួរឯងតែមួយម៉ាត់ឯងចង់ងើបឡើងវិញទេចង់ថ្ងៃស្អែកម៉ោង 5:01 ព្រឹកកំពុងផៃណានកាងខ្ញុំនាំឯងទៅមើលទូកលោកគ្រូជីវិតខ្ញុំចៅហៃនេះលោកជាអ្នកផ្ដល់ឲ្យខ្ញុំនឹងយកមុខមាត់ខ្ញុំមកវិញឲ្យបានបរិះមិនគួរលុតជង្គង់នេះទេក្រោកឡើងម៉ែសូមរងចាំទៀតតែ2 ថ្ងៃប៉ុណ្ណោះប៉ាពិតជាបណ្ដេញចៅហៃចេញមែនអីដែលហៅថាបណ្ដេញអញចិញ្ចឹមវា3 ឆ្នាំវាមិនស្គាល់គុណក៏ហីទៅថែមទាំងហ៊ានមកសុំចែកប្រាក់ចំណេញទៀតចែកកន្លះហេបើមិនមែន3 ឆ្នាំមុនឃើញវាបើកទូកពូកែអញនឹងប្រើវាធ្វើអីប៉ាវានឹងមិនទៅធ្វើការកន្លែងផ្សេងទេខ្ញុំហៅថាជំនាញវាពិតជាល្អបើសិនជានៅកំពង់ផែនេះម្ចាស់ទូកទាំងអស់ឃើញប៉ាអញក៏ត្រូវហៅថាបងហ្វាមានអ្នកណាហ៊ានប្រឆាំងអញមែនទេចាំឲ្យវាត្រឡប់មកអង្គវ៉ាន់សិនអញនឹងកាត់ប្រាក់ខែវាពាក់កណ្ដាលធ្វើបាបវាឲ្យវេទនាបំផុតឲ្យវាដឹងថាប្រឆាំងអញមានវាសនាបែបណាហាប៉ាទូកកំសាន្តអ៊ីតាលីនោះតម្លៃជាង 2 លាន យួនណាចាំខ្ញុំធ្វើឲ្យចៅហៃស្ដាប់បង្គាប់សិនរួចរត់ទំនិញធំទៀត2 ជើងកុំសម្លាញ់ចង់លេងអ្វីក៏បានប៉ានិយាយពិតមែនតើប៉ាធ្លាប់បោកកូនទេចៅហៃត្រូវអញគ្រប់គ្រងអស់3 ឆ្នាំហើយហើយទូកហៃសិនកម្លាំងម៉ាស៊ីនមិនខ្លាំងទេតែសុំរឹងមាំបាត់ទូកឆ្នាំមុនខ្ញុំទៅផ្សារឡើងវិញទូកហៃសិនការពុកនៅក្មេងក្តីស្រមៃគឺមានទូកផ្ទាល់ខ្លួនមួយទូកនេះជាប់ទុកជាង1 ឆ្នាំហើយប្រេងពេញធុងហើយសំណាញ់នៅក្នុងទូកស្រាប់នៅសល់គឺអាស្រ័យលើអញហើយពុកទៅសមុទ្រជាមួយខ្ញុំចាប់ពីថ្ងៃនេះទៅថ្លៃវះកាត់របស់ម៉ែមិនអាចរងចាំទៀតទេចៅហៃនេះពិតជាចង់ធ្វើដោយខ្លួនឯងមែននោះមិនមែនជាទូកចាស់របស់ចៅខ្វាងខ្ចាំងទេទូកចោលចិត្ត2 ឆ្នាំហើយមែនទេពិតជាហ៊ានបើកមែនអាកូនទន្សាយឈប់ភ្លាមចៅហៃឯងខួរក្បាលជ្រាបទឹកមែនទេចៅហៃស្ដាប់ឲ្យច្បាស់ខ្ញុំប្រាប់ឯងបើគ្មានខ្ញុំឯងទៅគឺទៅស្លាប់ប៉ុណ្ណោះពូម៉ាសូមកុំបារម្ភពេលខ្ញុំចាប់បានត្រីខ្ញុំនឹងយកមកជូនលោកមុនគេពួកឯងទាំងអស់គ្នាចាំមើលបើវាចាប់បានត្រីសំបីតែមួយក្បាលខ្ញុំនឹងសរសេរឈ្មោះចៅតាហ្វាបញ្ច្រាស់វិញក្មួយអ្នកនឹងបើកទៅណាទីហាគ្នេយ៍យើងទៅក្រោមចំកណ្ដាលព្យុះនេះមិនមែនហ្វូងត្រីទេម៉ាក់ជន់កាសឲ្យដល់បត់ឲ្យលឿនអូយឆ្អឹងចាស់របស់ខ្ញុំអើយកាន់ឲ្យជាប់ប្រព័ន្ធត្រួតពិនិត្យជ្រាបទឹកហើយខ្ញុំសិនពិនិត្យមើលប៉ាបើចុះទេឥឡូវគឺទៅស្លាប់ទេអង្គុយកុំរើកូនអើយនេះជាហ្វូងត្រីលឿងធំប៉ុណ្ណាយ៉ាងហោចណាស់30 តោនខាងក្រោមនៅមានទៀតស្ដេចត្រីទប់ឲ្យនឹងលើកលើកនេះស្មើចំណូល3 ឆ្នាំរបស់យើងប៉ាខាងក្រោមនៅមានទៀតប៉ាមិនមែនថាមួយជីវិតនេះមិនដែលឃើញត្រី Blue Fin រស់ទេ
Côn ai rồi bỏ nút cầm lạng khăng nè. Sai rồi bỏ anh trom mình bàn tề. Bà. Chưa nhom từ. Ok. Thôiក្រោយយឺតខ្ញុំចាប់បានហើយមកឲ្យជួយផងប៉ាលើកយុទ្ធការត្រឡប់ផ្ទះនោះជាអ្វីមើលកន្ទុយទុកលិចទឹក Boostrong ឆ្ងាញ់រសជាតិដិតជ្រៅចៅហើយអូយនេះមិនមែនជាក្មួយធំរបស់ខ្ញុំទេក្មួយធំអ្នកទីបំផុតត្រឡប់មកហើយពូធំខ្ញុំប៉ុន្មានថ្ងៃនេះគេមិនលុកទេខ្លាចឯងមានរឿងអីនឹកឯងខ្លាំងណាស់មកឯងនៅហៅខ្ញុំថាបងដែរយើងជាសាច់ញាតិផ្ដាច់ឆ្អឹងក៏សរសៃនៅជាប់មែនទេបាត់ទៅប៉ាមានអ្នកដេញថ្លៃគុណភាពនេះ30ឆ្នាំហើយមិនធ្លាប់ឃើញចុះឲ្យ80,000ត្រីលឿងមួយក្រុមនេះខ្ញុំយកទាំងអស់90,000ខ្ញុំបើកថ្លៃឥឡូវអ្នកទាំងអស់គ្នានេះជាទំនិញរបស់ក្មួយខ្ញុំសុទ្ធតែជាមនុស្សក្នុងគ្រួសារអ្នកណាជាគ្រួសារជាមួយលោកចុះហើយឯងចង់មានន័យអ្វីមានន័យអ្វីន័យច្បាស់ណាស់ទំនិញមួយក្រុមនេះមិនពាក់ព័ន្ធនឹងលោកសំបីតែបន្តិចត្រីមួយក្រុមនេះជារបស់អ្នកណារបស់ខ្ញុំត្រកូលខ្ញុំអ៊ូត្រីលឿងមួយក្រុមនេះខ្ញុំឲ្យអ្នក1,200,000សាច់ប្រាក់1,200,000ត្រឹមតែវានេះថៅកែអ៊ូកុំទាន់ប្រញាប់ត្រីលឿងនេះគ្រាន់តែជាអាហារបើកឆាកប៉ុណ្ណោះខ្ញុំនៅមានទំនិញកំពូលជាងនេះទៀតថៅកែអ៊ូសុំមើលឲ្យច្បាស់បងប្អូនត្រីទូណាប្រូជៀវព្រៃប្រវែងលើស 2.3 ម៉ែត្រទម្ងន់មិនតិចជាង280ចិនគុណភាពបែបនេះ3ឆ្នាំហើយមិនទាន់មានមួយក្បាលបងអូនចៅទំនិញទាំងពីរនេះខ្ញុំឲ្យ2,200,000សាច់ប្រាក់ទេខ្ញុំផ្ទេ3,200,000ឥឡូវមួយជើងទូគេចាប់បាន3,200,000មួយជើងរបស់គេស្មើចំណូលមួយឆ្នាំរបស់ចៅតាហ្វាថៅកែអ៊ូរឿងលុយមិនបាច់ប្រញាប់ទេមិនប្រញាប់អីចឹងអ្នកចង់និយាយអំពីអ្វីចាប់ពីពេលនេះត្រីដែលខ្ញុំចៅឲ្យចាប់បាននឹងផ្គត់ផ្គង់ឲ្យតែលោកម្នាក់ប៉ុន្តែខ្ញុំមានលក្ខខណ្ឌខ្ញុំចង់បានទូកធំដែលអាចទៅសមុទ្រឆ្ងាយបានមានបន្ទប់ក្លាសេមានប្រព័ន្ធរក្សាត្រីស្រស់បំពាក់ម៉ាស៊ីនអូសសំណាញ់ទំនើបបំផុតក្នុងរយៈពេល5ឆ្នាំត្រីកំពូលទាំងអស់នៅសមុទ្រភាគអាគ្នេយ៍នឹងជារបស់លោកផ្គត់ផ្គង់ផ្ដាច់មុខចៅហើយហាក្មេងឯងពិតជាក្លាហានផ្ដាច់មុខ5ឆ្នាំឯងហ៊ាននិយាយខ្ញុំក៏ហ៊ានទទួលសហការដោយរីករាយសហការដោយរីករាយចៅហើយអ្នកពិតជាក្លាហានមែនចាំខ្ញុំសិនទៅខ្ញុំនឹងធ្វើឲ្យអ្នកគ្មានកន្លែងឈរជើងនៅណានកាងលើសលុបពេកហើយទូកចាស់មួយគ្រឿងរបស់វាចាប់បានត្រីលក់បាន3 លានយន់ប៉ាចុះទូកយត់របស់ខ្ញុំវិញកូនមិនចេះគិតអីសោះប៉ាឯងកំពុងជួបបញ្ហាធំហើយនៅតែនឹកឃើញតែទូកយត់ទៀតហេឡូចៅតាហ្វាទំនិញរបស់ខ្ញុំនៅណាអូយអូលោកជេងខាងខ្ញុំមានបញ្ហាបន្តិចតើបញ្ហាអ្វីនិយាយទៅក៏ខឹងដែរខ្ញុំមានក្មេងម្នាក់ដែលធ្លាប់បើកទូកឲ្យខ្ញុំឥឡូវគេជប់ធ្វើហើយមនុស្សសម័យនេះគ្មានទំនួលខុសត្រូវសោះចៅតាហ្វាខ្ញុំមិនចាប់អារម្មណ៍ស្ដាប់រឿងទាំងនេះទេបើសិនថ្ងៃស្អែកខាងស្អែកទំនិញមិនមកដល់តាមពេកសន្យាអ្នកត្រូវបង់សំណង6 លានយន់ចប់ហើយលើកនេះចប់មែនទេទៅហៅលោកលាវមកឲ្យខ្ញុំមិនជឿទេគ្មានចៅហើយខ្ញុំចៅតាហ្វានឹងរស់មិនបានឬបងធំលោកហៅខ្ញុំលាវអ្នកធ្វើការជាមួយខ្ញុំ5ឆ្នាំហើយមែន7 ឆ្នាំហើយលាវលើកនេះទៅស្រង់ទំនិញតម្លៃ2 លានយន់ឲ្យខ្ញុំបើជោគជ័យប្រាក់ខែដំឡើងទ្វេដងតែបងតាហ្វាទំនិញនោះនៅណានៅច្រាំងទុកប្រលឹងទៅស្រង់វាចៅហើយអាចស្រង់បានអ្នកជាអ្នកជំនាញ7 ឆ្នាំស្រង់ទំនិញ2 លានយន់មិនមែនរឿងនេះទេច្រាំងទុកប្រលឹងជាកន្លែងបែបណាអ្នកក៏ដឹងដែរចៅហើយស្រង់បានព្រោះគាត់មានជំនាញនោះបើខ្ញុំទៅទាំងមនុស្សទាំងទូកនឹងធ្លាក់ចូលមាត់យមរីនិយាយមិនសមខ្ញុំឲ្យទូកល្អបំផុតនិងសំណាញ់ល្អបំផុតទៅអ្នក
តែអ្នកបែរជានិយាយថាធ្វើមិនបានបានចៅហើយចាំខ្ញុំសិនទៅនៅតែលេខ1ប៉ាយើងមានទុកហើយបើម៉ាក់អ្នកដឹងប៉ាឡើងទុកច្រាំងទុកប្រលឹងថាកូនអីកូនឈួតហើយឬអ្នកដែលទៅទីនោះ10នាក់មាន9នាក់មិនត្រឡប់មកវិញទេរលកកាន់តែធំកាន់តែមានតម្លៃកូនអើយប៉ាដឹងពីជ្រុនទឹកក្រោមច្រាំងទុកប្រលឹងនោះប៉ាពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពឲ្យជាប់ទឹកវិលទី3ខាងឆ្វេងកំពុងរំកិលទៅស្ដាំឃើញហើយអង្គុយឲ្យជាប់4ទប់ឲ្យជាប់ឡើងយើងពិតជារួចជីវិតមែនប៉ាមានទំនិញហើយនេះជាក្តាមស្ដេចរបស់នេះមិនក៏មាននៅបាត់ច្រាំងទុកប្រលឹងក្រោមជ្រុនទឹកនោះជាស្រទាប់ទឹកត្រជាក់ក្តាមស្ដេចទាំងនេះត្រូវជ្រុនទឹកនាំឡើងពីសមុទ្រជ្រៅកូនអើយរ៉ាដាមានសញ្ញាមួយទីពីយប់ចម្ងាយ3ម៉ាយសមុទ្រមានទូកមួយឈប់យូរហើយទៅមើលលាវយើងត្រឡប់ទៅវិញទៅកន្លែងនេះមិនមែនកន្លែងសម្រាប់មនុស្សទេត្រឡប់អីបងតាហ្វានិយាយហើយបើស្រង់ទំនិញមិនបានគ្មានអ្នកណាអាចត្រឡប់បានទេមើលនោះមានទូកមួយចៅហើយក្នុងទ្រុងនោះសុទ្ធតែក្តាមស្ដេចពួកយើងអន្តែតនៅទីនេះ2ម៉ោងសូម្បីតែអ្វីបន្តិចក៏មិនបានសូមត្រឡប់ទៅវិញទៅបងលាវគេឃើញពួកយើងហើយបង្វិលក្បាលទូកធ្វើអីចៅហើយអាចស្រង់ក្តាមស្ដេចបានខ្ញុំក៏អាចស្រង់បានដែរកុំឲ្យការងារ7ឆ្នាំរបស់ខ្ញុំអត់ប្រយោជន៍ឈរឲ្យជាប់ទាំងអស់គ្នាមិនមែនគ្រាន់តែជ្រុនទឹកប៉ុណ្ណោះឬគេឆ្លងបានខ្ញុំក៏ឆ្លងបានដែរទីនោះយើងទើបសាកម្ដងទូកចិត្តក្រឡាប់ហើយមុននេះខ្ញុំមិនហ៊ានជន់កាសពេញទេលើកនេះខ្ញុំជន់កាសដល់បាត់ចាំមើលវាអាចធ្វើអ្វីខ្ញុំបានលាវខាងឆ្វេងមានទឹកវិលខ្ញុំឃើញហើយអូម៉ាស៊ីនក្តៅពេកហើយបញ្ឈប់ទូកឆាប់បញ្ឈប់ទូកបញ្ឈប់ធ្វើអីមកដល់ទីនេះហើយជួយផងប៉ាហេតុអ្វីបងលាវនៅស្ងាត់អីចឹងចេញទៅអស់កន្លះថ្ងៃហើយបងហ្វាត្រឡប់មកវិញហើយហេតុអ្វីមិនឃើញព្យួរទំនិញមកទំនិញណៃណាទំនិញណៃណាអស់ហើយអស់អីចេញទៅអស់កន្លះថ្ងៃមិនចាប់បានត្រីសំបីមួយក្បាលខាងច្រាំងថ្មដាច់ប្រលឹងរលកធំពេកម៉ាស៊ីនផ្ទុះស៊ីឡាំងពួកយើងស្ទើរតែស្លាប់នៅទីនោះអីចឹងឯងត្រឡប់មកធ្វើអីបងប៉ាកន្លែងនោះមិនមែនកន្លែងមនុស្សទៅទេបងប៉ាកន្លែងនោះមិនមែនកន្លែងមនុស្សទៅទេអាយុងនាំទៅដូចជាចុកនរកអីចឹងខ្ញុំស្ទើរតែបាត់បង់ជីវិតនៅទីនោះហើយបងប៉ាខ្ញុំស្ទើរតែបាត់បង់ជីវិតហើយជីវិតឯងមានតម្លៃប៉ុន្មានមានតម្លៃ2លានឬលើកទំនិញចុះចុះហើយក្តាមស្ដេចមួយលោតនេះខ្ញុំយក150ក្បាល
សូមអភ័យទោសអ្នកទាំងអស់គ្នាទំនិញរបស់ជើហៃខ្ញុំអ៊ូជីនតុងទទួលទិញទាំងអស់ Boostrong ឆ្ងាញ់រសជាតិដិតជ្រៅ ហេហាហាហាក្តាមស្ដេចនេះគុណភាពល្អឥតខ្ចោះមែនជើហៃល្បិចរបស់ឯងធ្វើឲ្យខ្ញុំបើកភ្នែកម្ដងទៀតហើយថៅកែអ៊ូខាងក្រោមនៅមានទៀតអាចុះទៅជាន់ក្រោមវ៉ាវបង្កងនេះធំណាស់ពិតមាត់ជើហៃឯងជើហៃទំនិញមួយជើងនេះមានតម្លៃ5លាន5លានចេញសមុទ្រមួយជើងដោយកប៉ាល់មួយរកបាន5លានជើតាហ្វារក3ឆ្នាំក៏មិនដល់ចំនួននេះដែរក្មួយឲ្យពូមកសុំទោសបានទេខ្ញុំជើតាហ្វាត្រូវលាភ្លោបបិទភ្នែកពូពិតជាសុំទោសក្មួយណាស់ពេលឆ្នាំមុនអ្នកនិយាយអ្វីចាំទេអ្នកថាខ្ញុំចេញបច្ចេកទេសអ្នកចេញកប៉ាល់ចំណេញចែកកន្លះនាំខ្ញុំទៅមានទំនិញ4លានក្នុងរយៈពេល3ឆ្នាំអ្នកឲ្យខ្ញុំតែ40000យឺតពេលហើយអូយក្រោកឡើងមនុស្សទាំងអស់កំពុងមើលជើហៃប៉ាមួយថ្ងៃហើយដែលប៉ាមិនបានញ៉ាំអីញ៉ាំដឹងតែញ៉ាំឯងចិត្តរលំរលាយហើយនៅគិតតែរឿងញ៉ាំទៀតបងហ្វាខ្ញុំបានពិភាក្សាជាមួយឡាវចៅនិងអ្នកផ្សេងហើយពួកយើងនឹងទៅធ្វើការនៅនាវាហៃសិនលេខ1ពួកគេជាមនុស្សបត់បែនតាមខ្យល់សុទ្ធតែអ្នកអត់គុណជើហៃធ្វើឲ្យខ្ញុំបាត់បង់ទ្រព្យសម្បត្តិទាំងអស់ខ្ញុំនឹងឲ្យវាស្លាប់ប៉ាចង់ធ្វើអ្វីហេឡូហៃពីមែនទេខ្ញុំជើតាហ្វានៅកំពង់ផែមានរឿងមួយចង់ឲ្យឯងជួយបន្តិចបងហ្វាមានការងារអ្វីទៅដោះស្រាយមនុស្សម្នាក់ឲ្យខ្ញុំកូនឲ្យជើងនេះដកថ្លៃប្រេងនិងឈ្នួលកម្មករចេញចំណេញសុទ្ធជាង4លាន4លានប៉ានេះគ្រាន់តែជាការចាប់ផ្ដើមប៉ុណ្ណោះអស់ចាមែនខ្លាំងត្រជាក់របស់ឯងធំណាស់ថៅកែអ៊ូហេតុអ្វីមកយកម្លេះជើហៃថ្ងៃនេះខ្ញុំមិនមកចរចាតម្លៃទេកប៉ាល់របស់ឯងអាចចូលច្រាំងដានហ៊ុនយ៉ាបានដីនៅខាងក្រោយនោះខ្ញុំនឹងទិញទាំងអស់ឲ្យឯងបើករោងចក្រកែច្នៃអាហារសមុទ្រឯងដឹកនាំចេញសមុទ្រខ្ញុំសាងសង់រោងចក្រនិងរកទីផ្សារណាឯងមានទំនិញខ្ញុំនឹងលក់ឲ្យទូទាំងប្រទេសបានថៅកែអ៊ូខ្ញុំជើហៃជាមនុស្សត្រង់ប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយនិយាយមកមនុស្សក្នុងកងនាវាខ្ញុំត្រូវជ្រើសរើសដោយខ្លួនឯងពួកគេធ្លាប់ចេញសមុទ្រជាមួយខ្ញុំបើបដូរជាអ្នកផ្សេងខ្ញុំមិនទុកចិត្តទេហាជើហៃឯងមិនទាន់មានទ្រព្យផងក៏ចាប់ផ្ដើមការពារកូនក្រុមហើយបានរឿងនេះខ្ញុំយល់ព្រមតាមឯងបងជើខាងដឹកជញ្ជូនបានកុំងត្រីលឿង300ប្រអប់រថយន្តដឹកទំនិញត្រជាក់មកដល់មាត់ទ្វារហើយយប់នេះត្រូវដឹកចេញឲ្យបានការចូលតាហ្វានៅទីនេះកន្លែងនេះគ្រាន់តែជាកំពង់ផែកប៉ាល់ចាស់ប៉ុណ្ណោះអ្នកណានឹងនឹកស្មានដល់ថាក្មេងនេះត្រឹមរបស់ខូចនេះឯងខ្សែភ្លើងនិងខ្សែសូនមានតែប៉ុណ្ណឹងរួចហើយបំពង់នឹងសន្ទះបិទបាក់ណែណាអញចង់ធ្វើអ្វីគ្មានអីទេជួយផងមានអ្នកមកបំផ្លិចបំផ្លាញអញនៅហ៊ានវីទៀតដឹងទេថាអញកំពុងធ្វើអ្វីអ្នកណាបញ្ជូនអញមកខ្ញុំសួរតែម្ដងប៉ុណ្ណោះជើតាហ្វា
ចង់វានៅបន្ទប់ភ្លើងសម្ភារៈផ្សេងកុំប៉ះខ្ញុំនឹងហៅគេមកដោះស្រាយនៅស្ងៀមមានរឿងអ្វីកើតឡើងខ្ញុំមកថាមានគេមកដុតភ្លើងទៀតមិនអីទេចាប់បានហើយឯងចាំនៅទីនេះមុនភ្លឺខ្ញុំត្រូវទៅធ្វើរឿងមួយចុះហើយឯងចង់ធ្វើអ្វីរឿងដែលឯងធ្វើឯងមិនដឹងខ្លួនទេឯងមានភស្តុតាងអ្វីមនុស្សដែលឯងនាំមកបានសារភាពអស់ហើយលេងខ្ញុំហេតុអ្វីចាប់ខ្ញុំជាពូបង្កើតរបស់វាពេលឯងរកមនុស្សមកដុតកន្លែងខ្ញុំហេតុអ្វីមិននឹកឃើញថាឯងជាពូខ្ញុំនាំខ្លួនទៅគុំមកទៀតអ្វីបានបញ្ចប់ហើយបានហើយឈប់រអ៊ូទៅព្រឹកព្រលឹមសោះសំឡេងឯងអាក្រក់ជាងម៉ាស៊ីនស្ទូចទៀតឯងដឹងស្អីនេះហៅថាសប្បាយចិត្តអូហូអាធិកអាធំម្លេះចុះហើយចុះមកលោកអ៊ូតាលោកកំពុងធ្វើអ្វីចុះមកសិននេះធ្វើអ្វីនឹងក្រុមហ៊ុននេសាទ Hyson ជាប់ចំណាត់ថ្នាក់កំពូលទាំង10ក្នុងខេត្តហើយពិតឬមិនពិតនឹងនេះកំពូលទាំង10ក្នុងខេត្តកូនឲ្យយើងធ្វើបានហើយមែនទេអ្នកទាំងអស់គ្នាទេយើងមានអនាគតហើយសូមជាសិស្សរបស់ខ្ញុំមែនពិតជាមានសមត្ថភាពលោកចៅខ្ញុំជាអ្នកសារព័ត៌មាននៃកាសែតចូលខេត្តសូមសម្ភាសន៍លោកបន្តិចបានទេបានតាមដែលយើងបានដឹងក្រុមហ៊ុននេសាទ Hyson ចាប់ពីបង្កើតរហូតដល់ជាប់កំពូលទាំង10ក្នុងខេត្តពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះលោកអាចប្រាប់ថាធ្វើដូចម្តេចបានទេកាលពី3ខែមុនខ្ញុំបានចេញសមុទ្រជំនួសភូមិដៃរបស់ខ្ញុំទំនិញមានតម្លៃ4លានក្នុងរយៈពេល3ឆ្នាំគាត់ឲ្យខ្ញុំតែ4000យួនថ្ងៃនេះខ្ញុំចុះហើយទូគ្មានគាត់ក៏នៅតែអាចឈរឡើងវិញបានឥឡូវខ្ញុំមានទូផ្ទាល់ខ្លួនមានរោងចក្រផ្ទាល់ខ្លួនហើយនៅកំពង់ផែនេះក៏មានបងប្អូនជាច្រើនដែលធ្វើការជាមួយខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នាថាពឹងលើខ្លួនឯងក៏អាចរស់នៅដោយមានកិត្តិយសបានដែរលោកចៅអរគុណលោកអត្ថបទនេះនឹងចុះផ្សាយថ្ងៃស្អែកសូមអរគុណស៊ីវម៉ែស៊ីវឡានហេតុអ្វីអ្នកមកទីនេះគ្រូពេទ្យមិនបាននិយាយថាត្រូវសម្រាប់មួយសប្តាហ៍ទៀតទេកូនប្រុសខ្ញុំជោគជ័យហើយខ្ញុំត្រូវតែមកឃើញផ្ទាល់ម៉ែមានសំណាងបំផុតក្នុងជីវិតនេះគឺបានបង្កើតកូនដូចឯងមើលអ្វីធូលីចូលភ្នែកមិនដែលឃើញឬម៉ែមើលខាងនោះជារោងចក្រកែច្នៃដំណាក់កាលទី2របស់ក្រុមហ៊ុន Hyson ចុងខែនេះនឹងសាងសង់រួចរថយន្តដឹកទំនិញខ្សែត្រជាក់កំពុងមកខែក្រោយនឹងដល់សរុប12គ្រឿងពេលរោងចក្រសាងសង់រួចទំនិញរបស់យើងអាចដឹកពីកំពង់ផែខាងត្បូងទៅពេលកាំងសៀងហៃនិងខ្វាងជូវដោយមិនចាំបាច់ឆ្លងកាត់ឈ្មួញកណ្ដាលទៀតទេពេលក្រោយនឹងមាន10គ្រឿង20គ្រឿងខ្លាយជាកងនាវាទាំងមូលល្អណាស់ម៉ែចាំមើលបងចៅការបញ្ជាទិញពីសិនឆឹងក្តាមស្ដេច300ប្រអប់រថយន្តខ្សែត្រជាក់កំពុងធ្វើដំណើរហើយសប្តាហ៍ក្រោយនៅមានការបញ្ជាទិញនាំចេញមួយទៀតលោកអ៊ូឲ្យយើងរៀបចំទំនិញជាមុនជូនដំណឹងដល់កងនាវារសៀលម៉ោង2ប្រជុំរៀបចំផែនការចេញសមុទ្រសប្តាហ៍ក្រោយក្តាមស្ដេចមិនគ្រប់សម្រាប់ដាក់ហើយប៉ាហៅអាគុណនិងអ្នកផ្សេងត្រៀមទៅច្រាំងថ្មដាច់ប្រលឹងមួយជើងបានកូនលើកនេះទៅទីណាប៉ាអង្គុយឲ្យជាប់កូននេះមានប៉ុន្មានមិនមែនហ្វូងត្រីទេជាតំបន់ត្រីទាំងមូលប៉ាបោះសំណាញ់បងចៅមួយសំណាញ់នេះស្មើនឹង3សំណាញ់លើកមុនពេញឃ្លាំងហើយខាងក្រោមនៅមានទៀតអាខុនទុកត្រីពីរកន្ត្រកកុំយកត្រីធំយកត្រីធាត់ទុកត្រីធ្វើអីលើកនេះមិនមែនទំនិញទាំងអស់ឲ្យលោកអ៊ូទេប្រាប់ឲ្យទុកក៏ទុកទៅនោះជាទុកអ្នកណាថ្មីម្លេះបងចៅយើងមកធ្វើអ្វីទីនេះមកឆ្នៃបែបនេះដើម្បីយកមកជួយគេមែនទេក្មួយឲ្យនេះលោកពូសូមទទួលទៅមិនបានទេត្រីនេះថ្លៃណាស់ខ្ញុំមិនអាចយកទេខ្ញុំជូនមិនយកលុយទេត្រីគុណភាពបែបនេះនៅកំពង់ផែលក់បានរាប់រយក្នុងមួយក្បាលលោកពូលោកមីងអញ្ជើញមកយកទាំងអស់គ្នាគ្រប់គ្នាមានចំណែក
លោកពូសូមទទួលទៅត្រីនេះថ្លៃណាស់ខ្ញុំមិនអាចយកទេខ្ញុំជូនមិនយកលុយទេវាយគុណភាពត្រីនេះពិតជាល្អណាស់នៅកំពង់ផែលក់មួយក្បាលបានរាប់រយយន់ប្រាកដលោកតាលោកយាយអញ្ជើញមកយកទៅគ្រប់គ្នាមានចំណែកអូព្រះអើយត្រីលឿងនេះ2ឆ្នាំហើយមិនដែលឃើញធំបែបនេះទេ2ឆ្នាំហើយមិនដែលឃើញធំបែបនេះទេក្មួយជីកទូករបស់អ្នកណាឈ្មោះអ្វីខ្ញុំឈ្មោះជើហៃមកពីទូកសមុទ្រទេខ្ញុំចាំឈ្មោះអ្នកហើយអ្នកពិតជាអ្នកមានគុណដ៏ធំរបស់ពួកយើងទេមកយកទាំងអស់គ្នាក្មេងនេះជាមនុស្សរបស់យើងជើហៃខ្ញុំធ្លាប់ធ្វើការនៅកំពង់ផែណានកាងស្គាល់អ្នកបងប្អូនខាងអ្នកនៅត្រូវការមនុស្សទៀតទេស្អែកម៉ោង5:00ព្រឹកមករកអាខុននៅកំពង់ផែណានកាងលឿនឡើងហេប្រញាប់មកខាងនេះកំពុងជ្រើសរើសកម្មករកុំភ្លេចពាក់អាវក្រាស់ផងទូខ្ញុំបន្ទប់ក៏មានសីតុណ្ហភាពទាបណាស់បងជើត្រីដែលបងយកទៅចែកលើកនេះយ៉ាងហោចណាស់ក៏មានតម្លៃរាប់ម៉ឺនយន់ត្រីអស់ហើយអាចចាប់បានវិញតែទឹកចិត្តមនុស្សមានតម្លៃ